សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលបទពិសោធន៍ដ៏អស្ចារ្យមួយនៅក្នុងដំណើរទៅប្រទេសចិនរបស់ខ្ញុំនេះគឺជាដំណើរដែលសាកលវិទ្យាល័យរបស់ខ្ញុំបានរៀបចំឲ្យដោយឥតគិតថ្លៃហើយពួកខ្ញុំទៅសិក្សាអំពីអាជីវកម្មវប្បធម៌និងវត្តសាស្ត្រនៅទីក្រុងខ្វាំងជូវប្រទេសចិនមុននឹងចាប់ផ្ដើមបងប្អូនដែលមិនទាន់បានមើលវីដេអូផ្នែកទី1ដែលជាថ្ងៃមុននឹងខ្ញុំធ្វើដំណើរកុំភ្លេចចូលមើលផងណាមុននឹងខ្ញុំបានមកដល់ថ្ងៃនេះបានខ្ញុំត្រូវហោះចេញពីប្រទេសកម្ពុជាយើងមកទីក្រុងបាងកកបន្ទាប់មកទៀតខ្ញុំបានហោះទៅប្រទេសចិនជាមួយនឹងមិត្តរួមថ្នាក់របស់ខ្ញុំហើយនៅពេលនេះដែរគឺយប់ម៉ោង10នៅថ្ងៃទី26កុម្ភៈពួកខ្ញុំជាមួយនឹងមិត្តភ័ក្តិខ្ញុំដទៃទៀតបានជួបគ្នានៅអាកាសយានដ្ឋានដុនមឿងដែលមានបុគ្គលិកទេសចរមកស្វាគមន៍ពួកខ្ញុំនិងផ្ដល់ជំនួយដើម្បីឲ្យការធ្វើដំណើរកាន់តែរលូនបន្ទាប់ពីពួកខ្ញុំបាន check in ទម្លាក់កាបូបហើយពួកខ្ញុំដើរចូលទៅត្រួត passport ប៉ុន្តែខ្ញុំមកបានថតទេក្នុងនឹងហើយនៅពេលហ្នឹងផងដែរគឺពួកខ្ញុំសល់ពេលឡើង2ម៉ោងដើរជុំវិញពលានយន្តហោះហ្នឹងបើសិនជាអ្នកទាំងអស់គ្នាដើរលេងអីកុំភ្លេចដាក់សំបកដបទៅផងទៅ refill ទឹកនៅក្នុងពលានហោះដែលអត់គិតថ្លៃបានដោយសារទឹកនៅក្នុងហ្នឹងគេលក់ថ្លៃអ្នកទាំងអស់គ្នាម្ដង1រៀល2រៀលអីដែរបន្ទាប់ពីដើរចុះដើរឡើងក្នុងពលានយន្តហោះហើយអ្នកទាំងអស់គ្នាខ្ញុំសល់ពេលឡើង1ម៉ោងទៀតទៅខ្ញុំក៏សម្រេចចិត្តថាដើរទៅមើល gate សិនកន្លែងខ្ញុំឡើងយន្តហោះហើយពួកខ្ញុំក៏សម្រេចចិត្តដើរត្រឡប់មកក្រោយវិញដើម្បីរកអីញ៉ាំOh, vlogger all over the place. សល់ពេលប្រហែលកន្លះម៉ោងទៀតអ្នកទាំងអស់គ្នាពួកខ្ញុំក៏អង្គុយចិត្ត gate. Orange juice and a bun. And this is hot chocolate. Okay. And different days. Yeah. The thumbnail. Wait. Show. China. Nails. This is Y2K vibe, this is mermaid vibe, and mine is clean girl vibe, and this one is downtown girl vibe. I'll buy the 200 បាតហើយនៅពេលនេះផងដែរពួកខ្ញុំក៏បាននាំគ្នាទៅសេឯកសារដើម្បីមុនចូលប្រទេសចិន Wait, it's already written for me. Oh, don't show this to the camera. Huh? Okay, thank you. Guys, I want to go into Done. 3, 2, 1, rock. នៅពេលនេះពួកខ្ញុំបាននាំគ្នាថត passport ជាមួយមិត្តរួមថ្នាក់ទាំងអ្នកទៅកាលហ្នឹងដូចជាជិត50នាក់ទាំងពេលប៉ុន្តែហៅថតបានតែ10នាក់ជាងទេឃើញតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាពេលនេះគឺពួកខ្ញុំដើរចូលយន្តហោះហើយបន្ទាប់ពីរងចាំអស់រយៈពេល2ម៉ោង3ម៉ោងមិត្តភ័ក្តិខ្ញុំអាឃីម Irene ហើយនិងអាប៉ៃបានអង្គុយជាប់គ្នាប៉ុន្តែខ្ញុំអង្គុយមួយអ្នកផ្សេងពួកខ្ញុំបានចេញពីទីក្រុងបាងកកម៉ោង 12:55 នាទីហើយបានហោះពីបាងកកទៅខ្វាំងជូវដែលជាទីក្រុងធំទី3ក្នុងប្រទេសចិនក្រោយពេលធ្វើដំណើរបានប្រមាណជា4ម៉ោងពួកខ្ញុំបានធ្វើដំណើរដល់អាកាសយានដ្ឋានគួងជូវប៉ៃយុននៅម៉ោង 4:40 នាទីព្រឹកម៉ោងនៅប្រទេសចិនតែមួយវិនាទីក្រោយមកខ្ញុំមកដល់ប្រទេសចិនហើយអ្នកទាំងអស់គ្នាអាកាសធាតុគឺត្រជាក់មែនទែនខ្ញុំអត់គិតថាត្រជាក់ដល់ថ្នាក់ហ្នឹងទេខ្ញុំពាក់អាវល្ងីហើយពាក់ខោក្រាស់ប៉ុណ្ណឹងដែរនៅតែដើរញាក់ញាក់Miscommunication, silence in between, one more awkward conversation.
បន្ទាប់មកទៀតពួកខ្ញុំបានធ្វើដំណើរទៅក្រៅពលានហើយនាំគ្នាចូលក្នុងឡានក្រុងឡានពណ៌ខៀវនេះហើយអ្នកទាំងអស់គ្នាធំមែនទែន 4K 60. អ្នកទាំងអស់គ្នានេះគឺជាទេសភាពនៅពេលដែលពួកខ្ញុំបានធ្វើដំណើរចេញពីពលានកន្ថប់ភ្លាមពួកខ្ញុំបានចូលញ៉ាំអាហារពេលព្រឹក Can't call you up when it's late at night. Can't call it love, but at least we try. Can't call you friend when I'm in my head on a downhill dive. Can't call you proof for changing your mind. I still can't call it a waste of time. I don't know what to call you if I can't call you mine. I don't know what it is. This is. It's so exotic. We did. One of the tea. Oh, is that one, right? The cold one? พูดไม่ได้คุณแม่เขาบอกว่าคนไทยแท้ๆนะครับแล้วก็มาดูนี่กันเลย Now we are on the fair. This fair we have to make a batch before. Yeah. Somebody. So most of you are the first time in China, Guangzhou, right? Do you know which four biggest cities in បន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយពួកខ្ញុំបានបន្តដំណើរទៅមើល China Import and Export Fair Complex ដែលជាមជ្ឈមណ្ឌលបង្ហាញផលិតផលនិងពាណិជ្ជកម្មអន្តរជាតិមួយនៅប្រទេសចិនកន្លែងនេះគឺធំមែនទែនអ្នកទាំងអស់គ្នាពួកខ្ញុំដើរអត់សពទេរបស់ដែលគេដាក់តាំងហ្នឹងមានម៉ាស៊ីនចិនឧបករណ៍អេឡិចត្រូនិកនិងផលិតផលបច្ចេកវិទ្យាថ្មីៗដែលខ្ញុំបានឃើញហ្នឹងមានម៉ាស៊ីនបោះពុម្ព 3D drone ម៉ាស៊ីន AI power bank អីគឺបច្ចេកវិទ្យាថ្មីៗមែនទែនហើយក៏គេមានចែកpower bank ដែរប៉ុន្តែពួកខ្ញុំអត់បានទេព្រោះឲ្យពួកខ្ញុំអត់បានដើរកាត់បន្ទាប់ពីដើរអស់រយៈពេលប្រហែល1ម៉ោងពួកខ្ញុំក៏នាំគ្នាទៅរកអីថ្មីក៏ដើរទៅហើយឃើញមានផ្លូវចុះទៅក្រោមពួកខ្ញុំក៏ចុះទៅក្រោមទៅពួកខ្ញុំដើររកកង់ទីន It's okay. ខ្ញុំចេះដើរទៅតាមសញ្ញាទៅដើររហូតដល់កន្លែងក្រោមដីហ្នឹងអត់មានអ្នកគេបើកអីផងអ្នកទាំងអស់គ្នាហើយនឹងស្ងាត់ជ្រាប Guys, I don't know where we are. Look at this. It looks so deserted and it's wet over here too. So we're going back. Oh my god. ពួកខ្ញុំមិនដឹងធ្វើអីទៀតទេពេលហ្នឹងសល់ពេលប្រហែលចង់1ម៉ោងទៀតក៏ឡើងទៅរកកាហ្វេផឹកម្ដងតម្លៃកាលហ្នឹងបើតាមខ្ញុំចាំបានដូចជារៀងថ្លៃអញ្ចឹងទៅពួកខ្ញុំក៏នាំគ្នាហៅក្រូចម្នាក់មួយកែវហើយខ្ញុំស្មានតែក្រូចក្នុងកែវហ្នឹងទាំងអស់គ្នាតែដល់ពេលមកដល់គឺទឹកក្រូចដបសោះហើយទឹកក្រូចដបសោះហ្នឹងគឺខ្ញុំអត់បានញ៉ាំទេខ្ញុំបោះចោលខ្ញុំញ៉ាំបានតែ1ម៉ាត់2ម៉ាត់ព្រោះរៀងផ្អែម No, it doesn't matter where. Just market. Is there any like local market to explore? Yeah, you know first when you choose the hotel location. ដល់ពេលត្រូវជួបគ្នាជុំគ្នាហ្មងពួកខ្ញុំក៏ធ្វើដំណើរទៅកន្លែងជុំគ្នាហើយឡើងឡានដើម្បីបន្តដំណើរទៅកន្លែងថ្មីមួយទៀត Boss là ba này. I don't even know. I don't know why. Tại hình dầu. Bà là em chẳng. Sao nhưng mà so rồi. Rồi.
phải chung đi ngay ạ. Yeah, when you are in the bus. Vậy là nắng ấy. Khinh tham phò. Mai này. ពួកខ្ញុំបានបន្តទៅកន្លែងអនុស្សាវរីយ៍របស់លោកសុនយ៉ាត់សិនហ្នឹងគឺជាមនុស្សសំខាន់ម្នាក់ក្នុងប្រវត្តិសាស្ត្រចិនអគារនេះមានរចនាបថបែបចិនបុរាណកន្លែងហ្នឹងពួកខ្ញុំបានចុះតែរយៈពេល15នាទីទៅ20នាទីគ្រាន់តែថតនៅខាងក្រៅហើយជិះឡានតទៀត Oh yeah, more casual look. Yeah. Is it miscommunication? Silence in between. One more awkward conversation where we don't say what we. ពួកខ្ញុំបានចូលក្នុងឡានម្ដងទៀតហើយធ្វើដំណើរទៅកាន់ផាតមួយកន្លែងនេះគឺល្បីមែនទែនអ្នកទាំងអស់គ្នាកន្លែងនេះមានរូបសំណាក Fire Ram ដែលជារូបសញ្ញារបស់ទីក្រុងខ្វាំងជូខ្ញុំឃើញទេសភាពស្រស់បំព្រងក៏ដោយមានដើមឈើបៃតងនិងផ្ការីកខ្យល់អាកាសត្រជាក់តិចៗហើយមានអារម្មណ៍ស្ងប់ស្ងាត់ជាងទីក្រុងដែលមានសលេងអ៊ូអរតើរូបសំណាកនេះមានអ្វីពិសេសរូបសំណាកនេះមានអាយុកាលប្រហែល100ឆ្នាំហើយអ្នកទាំងអស់គ្នារូបសំណាកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1960ដើម្បីរំលឹករឿងព្រេងដែលត្រូវបានគេជឿថាសត្វជាម5ក្បាលបាននាំសេចក្តីសុខសាន្តនិងដីធ្លីដ៏សម្បូរបែបមកខ្វាំងជូបើតាមទេវកថាពេលមុនខ្វាំងជូជាទីក្រុងខ្វះខាតមួយប៉ុន្តែបន្ទាប់មកទៀតមានទេវបុត្រី5អង្គជិះជាមមកចូលក្នុងទីក្រុងហើយបានបង្រៀនអ្នកស្រុកពីរបៀបដាំស្រូវដើម្បីបញ្ចប់ភាពអត់ឃ្លានអញ្ចឹងបន្ទាប់ពីបំពេញភារកិច្ចរបស់ខ្លួនហើយសាច់ជាមទាំង5ហ្នឹងបានក្លាយជាថ្មនៅក្បែររូបសំណាកនេះមានថ្មជុំវិញលបងចាស់ៗនិងសួនច្បារដ៏ស្អាតដែលជាកន្លែងមួយសម្រាប់មនុស្សមកលំហែនិងថតរូបបន្តមកទៀតពួកខ្ញុំបានធ្វើដំណើរទៅបៃជីងរ៉ូមុននឹងពួកខ្ញុំធ្វើដំណើរបានពួកខ្ញុំត្រូវដើរតាមអាចារ្យសិនគាត់នាំទៅមើលកន្លែងជួបគ្នាវិញហើយពួកខ្ញុំមានពេល2ម៉ោងសម្រាប់ដើរលេងតែគ្នាឯងមុននឹងដើរលេងហ្នឹងពួកខ្ញុំបានចូលទិញកាហ្វេសិនអ្នកទាំងអស់គ្នាកាហ្វេ Luckin Coffee នេះនិយាយទៅខ្ញុំដើរលេង 3-4 ថ្ងៃចូលតែកន្លែងហ្នឹងឯងបន្ទាប់ពីបានទិញកាហ្វេផឹកហើយពួកខ្ញុំបន្តដំណើរដើរលេងម្ដុំហ្នឹង pretend. This is her coffee though. ប្រហែលរយៈពេល30នាទីក្រោយមកពួកខ្ញុំក៏ដើរមកកន្លែងបៃជីងរ៉ូនេះកន្លែងហ្នឹងមិត្តភ័ក្ដិខ្ញុំហ្នឹងដើរចូលចិត្តគ្រប់ហាងហ្មងអ្នកទាំងអស់គ្នាប៉ុន្តែមកបានថតទេបៃជីងរ៉ូដែលជាកន្លែងផ្លូវដើរដ៏ល្បីនៅខ្វាំងជូកន្លែងនេះគឺជាតំបន់ពាណិជ្ជកម្មដ៏អ៊ូអរមួយហើយពោរពេញទៅដោយហាងលក់ទំនិញភោជនីយដ្ឋាននិងកន្លែងកម្សាន្តទីនេះមនុស្សច្រើនអាកាសធាតុត្រជាក់តិចៗហើយនៅតាមផ្លូវមានគេតុបតែងអីច្រើនដែរបើសិនជាពេលយប់អាចស្អាតជាងនេះខ្លាំងប៉ុន្តែឥឡូវហ្នឹងគេអត់ទាន់បើកភ្លើងទៅសូវស្អាតមែនទេកន្លែងនេះគឺជាកន្លែងផ្លូវដើរថ្មើរជើងគេអត់ឲ្យឡានចូលទេកន្លែងនេះមានលក់ទំនិញគ្រប់ប្រភេទអ្នកទាំងអស់គ្នាមានហាងលក់សម្លៀកបំពាក់មានទាំងម៉ាកថ្លៃម៉ាកថោកហើយក៏មានហាងលក់គ្រឿងអេឡិចត្រូនិកមានទូរស័ព្ទហើយក៏មានលក់គ្រឿងអលង្ការហើយនិងគ្រឿងអ្វីៗផ្សេងៗទៀត
majestic temples. I don't know where we are, but it looks amazing. The vibes, the architecture. Okay. Why don't you say anything at all? កន្លែងនេះវិញខ្ញុំអត់ដឹងថាជាកន្លែងអ្វីទេដោយសារតែខ្ញុំដើរកាត់ហើយឃើញស្អាតក៏ពួកខ្ញុំដើរចូលខាងក្នុងទៅដល់ខាងក្នុងនៅកន្លែងខាងមុខហ្នឹងពួកខ្ញុំឮគេដូចពងសូធរទៅពួកខ្ញុំអត់ហ៊ានចូលទេគ្រាន់តែចូលថតនៅខាងមុខហ្នឹងហើយដើរចេញមកវិញបន្ទាប់មកទៀតសល់ពេលយូរដែរអ្នកទាំងអស់គ្នាកាលហ្នឹងដូចជាសល់ពេលកន្លះម៉ោងអត់មានអីធ្វើទៀតទេពួកខ្ញុំក៏នាំគ្នាដើររកហាងដើម្បីទិញJudy Doll Mascara ព្រោះអីពួកខ្ញុំចង់ទិញអាហ្នឹងយូរហើយពួកខ្ញុំបានរកហាងដើម្បីទិញ Judy Doll Mascara ហ្នឹងឃើញហើយប៉ុន្តែពួកខ្ញុំត្រូវដើរទៅកន្លែងហ្នឹងដើរចង់2គីឡូអ្នកទាំងអស់គ្នាអស់រយៈពេលប្រហែល20នាទីក្រោយមកពួកខ្ញុំរកហាងហ្នឹងឃើញហើយខ្ញុំចូលទិញមួយផ្លេតហើយពួកខ្ញុំដើរត្រឡប់មកកន្លែងហាងបាយដែលត្រូវជួបគ្នាជាមួយមិត្តភ័ក្តិខ្ញុំដទៃទៀតTaxi 8-10 minutes. ខ្ញុំខ្លាចថាមកអត់ទាន់ណោះទៅពួកខ្ញុំក៏ដើរផងរត់ផងដើម្បីមកដល់កន្លែងហាងបាយហ្នឹងប៉ុន្តែមកដល់ខ្ញុំឃើញអ្នករួមថ្នាក់ខ្ញុំហ្នឹងគេបងលេងកន្លែងនេះដូចឆ្នោតដែលខ្ញុំអត់សូវដឹងទេអ្នកនរគ្នាកន្លែងហ្នឹងដឹងតែអាហ្នឹងលេងឈ្នះបានលុយអីចឹងខ្ញុំឃើញគេកំពុងអង្គុយលេងនៅហ្នឹងខ្ញុំក៏សុំគេថតទៅបន្ទាប់មកទៀតពួកខ្ញុំក៏ចូលញ៉ាំបាយគេដូចអណ្ដែលអ្នកនរគ្នាអត់មានអីប្លែកទេម្ហូបដោយសារតែបេជ្ជរត់នេះអត់ឲ្យឡានចូលចឹងទៅពួកខ្ញុំក៏ត្រូវដើរទៅខាងមុខបន្តិចដើម្បីឡើងឡានក្រុងដើម្បីធ្វើដំណើរទៅសន្តាគារវិញហើយបើតាមដែលខ្ញុំចាំបានឡើងលើឡានហ្នឹងអស់រយៈពេល72ម៉ោងមកខ្ញុំធ្វើដំណើរមកដល់សន្តាគារបានចឹងទៅនៅលើឡានហ្នឹងខ្ញុំដេកលក់ហ្មងអស់កម្លាំងមែនទែនទាំងអស់គ្នាបើកភ្នែកមកដល់សន្តាគារបាត់ដោយសារតែអត់បានដេកអត់បានពួនអីទាំងអស់នៅលើយន្តហោះហ្នឹងក៏អត់បានដេកដែរហើយព្រឹកឡើងម៉ោង4ហ្នឹងមកដល់ប្រទេសចិនហ្នឹងគឺពួកខ្ញុំដើរលេងយកបរោយអញ្ចឹងទៅអស់កម្លាំងមែនទេតែក្នុងខ្លួនហ្នឹងគឺឈឺអស់ហើយដែលទាំងអស់គ្នាដៃជើងអីហ្នឹងពួកខ្ញុំទៅក្នុងបន្ទប់តម្លាក់វ៉ាលីហើយម៉ោងប្រហែល10ពួកខ្ញុំបាននាំគ្នាចេញទៅក្រៅម្ដងទៀតដើរលេងនៅចិត្តសន្តាគារហ្នឹងព្រោះឲ្យនៅចិត្តសន្តាគារហ្នឹងមានគេលក់ street food This is my outfit This is our bed អូនយកបន្ទប់មួយណាអីក្រែមួយឥឡូវហ្នឹងគឺពួកខ្ញុំបានមកដល់ក្រៅហើយបន្ទាប់ពីដើរបានតិចទៅពួកខ្ញុំក៏ឃើញហាងលក់អីវ៉ាន់ហើយហាងលក់អីវ៉ាន់នេះលក់ថ្លៃណាអ្នកទាំងអស់គ្នាព្រោះអីខ្ញុំដើរទៅមុខទៀតទៅជួបហាងមួយទៀតថោកជាងនឹងចង់2ដងCan you carry this? Carry it. Okay, I'm buying this. This. Oh no, this is mine. This is mine. How much? Chicken. អ្នកទាំងអស់គ្នាហាងមួយនេះលក់ថោកលក់តម្លៃថោកជាងហាងដែលខ្ញុំចូលមុនហ្នឹងចង់2ដងប៉ុន្តែពេលហ្នឹងខ្ញុំបានទិញតែខ្ញុំចាំរៀបនឹងទៅផ្ទះបានខ្ញុំចូលទិញWhat round two are you? Is it twice the price? Yeah. But it's so cheap over here, but we're not buying today. We're planning to buy it tomorrow because we're gonna be here 2 more days. I'm working on a plan right now to come through
I've waited for a lifetime for you to calm down. Oh, nothing feels the same without you. បន្ទាប់ពីដើរទៅមុខតិចទៀតទៅពួកខ្ញុំក៏នាំគ្នាចូលញ៉ាំសាច់ចកាហើយនឹងទិញ milk tea ទាំងយប់ហើយផ្អែមមែនទែនអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់គេថាយកស្ករបន្តិចហើយខ្ញុំខំលេបទៅស្ដាយហើយកន្លែងសាច់ចកាគេនេះឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាខ្ញុំថាមិនញ៉ាំស្អែកឡើងទៀតតើប៉ុន្តែស្អែកឡើងពួកខ្ញុំទៅញ៉ាំម៉ាឡាវិញ What's the point in dreaming if I lose my voice? The second I get caught by you, I wanted you to know that I'm afraid, but we can make it go away. I hope you hear the things I say when I'm choked up next to you. I've waited for a lifetime for you to calm down. Oh no. ហើយនំគ្នាដើរបដើញ៉ាំបដើឲ្យខាត់ពេលពួកខ្ញុំចង់ដើរលេងឲ្យបានច្រើន So we're eating like this. We're walking while eating to absorb the moment when we're. Cause nothing feels the same without. ដល់ពេលដើរប្រហែលកន្លះម៉ោងទៀតមកពួកខ្ញុំបានមកដល់កន្លែង street food កន្លែងនេះមិត្តភ័ក្ដិខ្ញុំបានចូលទិញនំនេះខ្ញុំមិនដឹងថានំអីទេប៉ុន្តែហឹលប្រៃខ្ញុំថាអត់ឆ្ងាញ់ទេប៉ុន្តែមិត្តភ័ក្ដិខ្ញុំចូលចិត្ត You talk to me again, it'd be worth it. All my friends are wasting time, and I'm afraid I'm wasting my whole life trying to be something I can't. I've waited for a lifetime for you to calm down. Cause nothing feels the same without. បន្ទាប់មកទៀតពួកខ្ញុំក៏ធ្វើដំណើរទៅសន្តាគារវិញអរគុណអ្នកទាំងអស់គ្នាមែនទែនដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់អរគុណអ្នកទាំងអស់គ្នា Feels the same without you now.